វិញ្ញាទី9គឺជនដែលមិនត្រេកអរនឹងប្រពន្ធខ្លួនទៅខូចជាមួយនឹងស្រីបេស្យាឬខូចជាមួយនឹងប្រពន្ធនៃបុគ្គលដទៃនោះជាប្រធាននៃសេចក្តីវិនាសនេះគឺចំតួហ្មងចំតួសេចក្តីនៃវិនាសពីចំណុចខាងលើមុនចំណុចទី8នោះគឺព្រះអង្គបានត្រាស់សរុបលបែងស្រីស្រាអបាយមុខទាំង4នេះគឺព្រះអង្គត្រាស់ឲ្យចំតែម្ដងគឺមនុស្សប្រុសដែលវង្វេងនឹងស្រីដតីខុសពីភរិយារបស់ខ្លួនឯងរឿងនេះកើតឡើងច្រើននៅក្នុងសង្គមខ្មែរឬក៏សង្គមដតីទៀតរឿងស្វាមីភរិយានេះគឺវាមានបញ្ហាច្រើនដែលកើតឡើងពីព្រោះសង្គមបច្ចុប្បន្ននេះទុកទោសទុកលំបាកជាច្រើនកើតឡើងគឺដោយសារតែរឿងទ្រព្យសម្បត្តិលុយកាក់ចាយមិនគ្រប់នឹងមួយធំបន្តមកទៀតគឺរឿងស្នេហាស្រីប្រុសនឹងតែម្ដងស្វាមីក្បត់ភរិយាដោយច្រើនក៏មានដែរមនុស្សស្រីដែលក្បត់ប្តីក៏ប៉ុន្តែมันជាច្រើនដូចជាស្វាមីក្បត់ភរិយាទេអញ្ចឹងថ្ងៃមុននោះខ្ញុំបានជជែកវែកញែកជាមួយប្អូនស្រីម្នាក់គាត់ថាច្បាប់ហាក់ដូចជាអយុត្តិធម៌ប៉ុន្តែច្បាប់បានបង្កើតឡើងហើយគឺប្តីមួយប្រពន្ធមួយដោយសារតែមនុស្សប្រុសចេះតែទៅរកស្រីខាងក្រៅយើងនិយាយអញ្ចឹងនៅក្នុងស្រុកខ្មែរយើងគឺលោកបានចេញច្បាប់ដល់ពេលអញ្ចឹងហាមមិនអោយទៅមានគេហៅថាវាយតប់ធ្វើបាបដោយប្រពន្ធដើមចាប់បានប្តីមានស្រីមានអីវាយតប់បោកប្រាស់អីចឹងទៅឃើញវីដេអូមួយនោះក៏គេចាប់គាត់ដាក់គុកដល់ពេលគេចាប់គាត់ដាក់គុកគាត់ស្រែកថាអយុត្តិធម៌ណាអយុត្តិធម៌ណាច្បាប់អយុត្តិធម៌ណាខ្ញុំជាស្រីម្នាក់ខ្ញុំថាច្បាប់យុត្តិធម៌ប៉ុន្តែយើងជាស្រីនេះដែលចិត្តមិនដាច់ហេតុអីក៏មិនគិតអានេះនិយាយចូលទៅរឿងផ្សេងបន្តិចប៉ុន្តែវាចូលតាក់ទងរឿងស្រីនឹងដូចគ្នាមិនគិតមិនបន្ទោសទេមិនគិតថាបើយើងចាប់ផោះតាងបានទាំងអស់ហ្នឹងប្តីមានស្រីយកទៅប្តឹងតុលាការលែងលះឬមួយក៏យ៉ាងម៉េចហើយដល់ពេលយើងទៅវាយគេយើងទៅធ្វើបាបគេអីគ្រប់សពបែបយ៉ាងដែលដោយសារអំពើហិង្សាដោយសារអាភាពខឹងមកពេលហ្នឹងវាធ្វើឲ្យយើងបាត់បង់អ្វីទាំងអស់បាត់បង់កិត្តិយសបាត់បង់កូនជាទីស្រឡាញ់បាត់បង់ទ្រព្យសម្បត្តិហេតុអីព្រោះជាប់គុកគេប្តឹងយើងពីបទប្រើអំពើហិង្សាអញ្ចឹងវាមានបញ្ហាអញ្ចឹងខ្ញុំផ្ដាំទៅស្ត្រីទាំងឡាយបើសិនជាជួបនៅរឿងទាំងអស់នេះមេត្តាកុំប្រើអំពើហិង្សាលែងតាមច្បាប់វិញធ្វើឲ្យច្បាប់ចាត់ចែងឲ្យម្យ៉ាងវិញទៀតមនុស្សប្រុសនឹងគេបានក្បត់យើងហើយយកមកក៏មិនដឹងថាយកមកយ៉ាងម៉េចដែរឲ្យគេទៅបើគេគិតគូរពីយើងគេស្រឡាញ់យើងគេមិនអាចធ្វើអំពើទាំងអស់នោះឲ្យយើងទៅជាក្រោតទេមនុស្សប្រុសដែលគេស្រឡាញ់យើងគេគិតពីយើងគេខ្វាយខ្វល់ពីយើងគេខ្លាចយើងលំបាកគេខ្លាចគ្រប់សពបែបយ៉ាងគឺខ្លាចចិត្តប្រពន្ធដូចខ្ញុំកណ្ដាលលើកឧទាហរណ៍ពីវីដេអូមុនអញ្ចឹងនេះគ្រាន់តែជាសារមួយអញ្ចឹងគាត់ឆ្លើយមកខ្ញុំថាចុះបើចិត្តនៅស្រឡាញ់ហ្នឹងហើយស្រឡាញ់ធ្វើអីអាមនុស្សគេជប់ស្រឡាញ់យើងហើយបើគេស្រឡាញ់យើងគេមិនទៅធ្វើអំពើអញ្ចឹងទេអញ្ចឹងកុំទៅប្រើអំពើហិង្សាព្រោះគេហ៊ានធ្វើអញ្ចឹងគេលែងគិតយើងហើយងាកមកពីបរិបរទាំងឡាយនេះដែលមិនត្រេកអរនៅប្រពន្ធខ្លួនឯងក្រុមគ្រួសាររញ៉េរញ៉ៃបែកខ្ញិតឆ្ងាយឃើញមានរឿងខូចគេឈ្មោះកិត្តិយសច្រើនហើយរឿងដែលតាក់ទងរឿងស្រីរឿងប្រពន្ធគេឬក៏ស្រីខូចក៏ដោយស្រីមិនខូចក៏ដោយស្រីល្អក៏ដោយវាមានបញ្ហាអញ្ចឹងថ្ងៃមុននោះឃើញស្ត្រីម្នាក់គាត់បង្ហោះថាគាត់តាក់ទងប្តីគេដែលមិនដឹងខ្លួនដោយសារប្តីគេហ្នឹងទៅលបួងលួងលោមគាត់ហើយគាត់ស្មានតែគេហ្នឹងនៅលីវមែនវាមានរឿងអញ្ចឹងកើតឡើងដែរអញ្ចឹងសូមបុរសទាំងអស់មានភាពស្មោះត្រង់ចំពោះខ្លួនឯងត្រូវគិតថាស្ត្រីបើយើងមិនគិតគាត់យើងក៏មានប្អូនស្រីយើងក៏មានម្ដាយជាស្រីយើងក៏មានបងជាស្រីអញ្ចឹងយើងគួរតែរក្សាភាពស្មោះត្រង់រវាងនៅក្នុងក្រុមគ្រួសារបើថាមិនទាន់អស់ចិត្តអស់ចង់នឹងអារឿងចឹងទេកុំបាច់ទៅយកប្រពន្ធធ្វើឲ្យគ្នាលំបាកហើយលំបាកដោះកូនទៀតកូនខ្វះភាពកក់ក្ដៅឃើញច្រើនហើយនៅពេលដែលប្តីប្រពន្ធបែកបាក់គ្នាកូនអត់មានសេចក្តីសុខទេពិបាកហើយបើសិនជាម្ដាយគាត់ខ្លាំងណាពិបាកណាយើងគួរតែគិតខ្ញុំឃើញស្ត្រីមេម៉ាយជាច្រើនគឺគាត់តស៊ូខ្នះខ្នែងច្បាស់លាស់ពិតប្រាកដរបស់គាត់តែវាមានការលំបាកយ៉ាងណាក៏កូនមានគេហៅថាខ្វះភាពកក់ក្ដៅអញ្ចឹងធ្វើឲ្យមានបញ្ហានៅក្នុងសង្គមយ៉ាងច្រើន
នឹងហើយជាសេចក្តីវិនាសមិនមែនវិនាសតែគ្រួសារទេខូចបាត់បង់កិត្តិយសបាត់បង់កេរ្តិ៍ឈ្មោះហើយប៉ះពាល់ដល់កូនប៉ះពាល់ដល់សង្គមមួយទាំងមូលទៀតតាក់ទងទៅនឹងបុរសដែលមិនស្មោះត្រង់ជាមួយនឹងប្រពន្ធខ្លួនឯងឬក៏ស្ត្រីដែលមិនស្មោះត្រង់ចំពោះភរិយាស្វាមីរបស់